នេះជាកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមចាបងប្អូនស្ត្រីលោកអ្នកកំពុងតែនៅជាមួយនឹងកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមមេរៀនពលឹងវិញ្ញាណរបស់យើងនៅថ្ងៃនេះនិយាយអំពីភាពអត់ធ្មត់ភាគទី2បាទបងប្អូនស្ត្រីសូមស្វាគមន៍សាជាថ្មីមកកាន់កម្មវិធីរបស់យើងកាលពីសប្តាហ៍មុនយើងបានរៀនជាមួយគ្នារួចមកហើយនៅនិយមន័យនៃភាពអត់ធ្មត់ថ្ងៃនេះយើងនឹងរៀនជាមួយគ្នាបន្តទៀតពីភាពអត់ធ្មត់ដដែលប៉ុន្តែជាភាពបន្តចាបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាតើយើងគួរមានភាពអត់ធ្មត់យ៉ាងដូចម្ដេចយើងបានដឹងរួចមកហើយថាចំណុចទី1ដោយសារយើងមិនអាចមានភាពអត់ធ្មត់ដ៏ពិតប្រាកដបានដូច្នេះយើងត្រូវការសេចក្តីសង្គ្រោះយ៉ាងណាមិញក៏នៅមានគំនិតមួយទៀតថាដើម្បីឲ្យយើងអាចក្លាយជាគ្រីស្ទបរិស័ទបានហើយមានភាពអត់ធ្មត់ចំពោះអ្នកដទៃនោះអ្វីដែលយើងត្រូវការគឺនឹកចាំពីព្រះハរតីអត់ធ្មត់របស់ព្រះដែលទ្រង់មានចំពោះយើងតាមពិតយើងគ្មានសិទ្ធិខឹងនឹងអ្នកដទៃពេលដែលគេធ្វើបាបយើងទេនេះដោយសារយើងបានធ្វើបាបទាស់នឹងព្រះអង្គជាមុនដែរហើយទ្រង់បានអត់ទោសឲ្យយើងព្រះអង្គមិនបន្តនៅខ្ញាល់ជាមួយនឹងយើងទៀតទេពីព្រោះព្រះអង្គមានព្រះハរតីអត់ធ្មត់បាទត្រូវហើយពិសីចាបងដូច្នេះយើងដែលជាអ្នកទទួលបានសេចក្តីសង្គ្រោះពីព្រះអង្គព្រះយេស៊ូវគ្រីស្ទយើងគ្មានសិទ្ធិខឹងនឹងអ្នកដទៃទេប៉ុន្តែជាការគួរឲ្យសោកស្ដាយណាស់ព្រោះភាគច្រើនយើងមានការភ្លេចភ្លាំងមែនទេពិសីចាបងតាមរយៈការនឹកចាំពីការដែលព្រះអង្គដែលទ្រង់ជាព្រះនៃយើងបានសម្ដែងព្រះハរតីអត់ធ្មត់ដល់យើងគឺជាវិធីសាស្ត្រមួយដើម្បីជួយឲ្យយើងមានការលូតលាស់បានល្អចាត្រូវឲ្យបងសុផលចំពោះចំណុចទី2យើងគ្មានសិទ្ធិទាមទារនៅអ្វីដែលលើសពីការក្លាយជាគ្រីស្ទបរិស័ទនោះឡើយព្រះអង្គបានប្រទាននៅគ្រប់អ្វីៗទាំងអស់ដល់យើងដែលជាបុត្រាបុត្រីរបស់ព្រះអង្គតាមរយៈអង្គព្រះគ្រីស្ទហើយក៏គ្មានអ្វីដែលយើងត្រូវការទៀតនោះដែរព្រោះយើងមានអ្វីដែលយើងត្រូវការរួចទៅហើយការដែលយើងចេះអត់ធ្មត់កើតចេញពីភាពស្កប់ចិត្តព្រោះការដែលយើងចេះស្កប់ចិត្តជាមួយព្រះអង្គការនោះនឹងបណ្ដាលឲ្យយើងចេះមានភាពអត់ធ្មត់ជាមិនខានការដែលយើងជឿថាព្រះអង្គល្អចំពោះយើងនោះក៏នាំឲ្យយើងព្យាយាមមិនសងសឹកចំពោះអ្នកដទៃដែលបានធ្វើបាបជាមួយយើងដែរលើសពីនោះទៅទៀតយើងនឹងចេះអត់ធ្មត់ព្រោះព្រះអង្គនឹងសងសឹកជំនួសយើងនៅថ្ងៃអនាគតចាការសងសឹកមិនមែនជាការងាររបស់យើងទេដូចនេះយើងត្រូវមានការអត់ធ្មត់ក្នុងជីវិតរស់នៅរបស់យើងបាទបងប្អូនអ្នកស្ដាប់ការដែលយើងរំលឹកពីព្រះハរតីអត់ធ្មត់របស់ព្រះអង្គចំពោះខ្លួនការនោះនឹងនាំឲ្យយើងមានចិត្តអត់ធ្មត់ផងដែរពិសីចាចូលប្រកាសដំណឹងល្អចំពោះខ្លួនឯងរៀងរាល់ថ្ងៃដូចជាលោកគ្រូកងវិលម្នាក់បានមានប្រសាសន៍ថារៀងរាល់ពេលដែលយើងភ្ញាក់ពីគេងចូលប្រកាសដំណឹងល្អដល់ខ្លួនឯងដំណឹងល្អមិនមែនគ្រាន់តែសម្រាប់អ្នកមិនជឿនោះទេប៉ុន្តែយើងដែលជាអ្នកជឿរួចទៅហើយក៏ត្រូវនៅតែបន្តប្រកាសដំណឹងល្អមកកាន់ខ្លួនឯងដែរសូមប្រកាសដំណឹងល្អចំពោះខ្លួនឯងថាខ្ញុំជាមនុស្សអាក្រក់ជាសត្រូវរបស់ព្រះអង្គពីមុនប៉ុន្តែតាមរយៈជំនឿខ្ញុំបានទទួលសេចក្តីសង្គ្រោះខ្ញុំបានទទួលសេចក្តីស្រឡាញ់ពីព្រះអង្គសម្រងសម្ដីរបស់លោកគ្រូ C.H. Spurgeon ចាប្រិយមិត្តអ្នកស្ដាប់ប្រសិនបើយើងរំលឹកខ្លួនឯងនៅពេលដែលមានគេធ្វើបាបទាស់នឹងយើងឬក៏ធ្វើឲ្យយើងមានការឈឺចាប់នោះយើងនឹងមិនងាយខឹងនឹងគេវិញឡើយព្រោះយើងនឹងនឹកចាំពីខ្លួនឯងនិងអំពីអ្វីដែលព្រះអង្គបានធ្វើចំពោះយើងអាចមានភាពអត់ធ្មត់បានព្រោះយើងនឹកចាំអំពីព្រះハរតីអត់ធ្មត់របស់ព្រះអង្គក៏ដូចជាការប្រកបគ្នាជាមួយនឹងអ្នកដែលចេះអត់ធ្មត់ដែរបាទត្រូវហើយពិសីចាបងរីឯចំណុចទី3វិញសាវកពលបានលើកឡើងថាកុំឲ្យច្រឡំឡើយពីព្រោះពួកម៉ាក់អាក្រក់តែងនឹងបង្ខូចកិរិយាល្អនេះយោងតាមព្រះគម្ពីរកូរិនថូសខ្សែទី1ជំពូក15ខ33នៅពេលដែលយើងជាគ្រីស្ទបរិស័ទមិនមានការប្រកបគ្នាជាមួយគ្រីស្ទបរិស័ទឯទៀតតើនឹងមានអ្វីកើតឡើងចំពោះដំណើរជីវិតរបស់យើងអភិស័យចម្លើយគឺយើងនឹងកាន់តែខ្សោយទៅជាមិនខានការដែលយើងសែបគប់មនុស្សអាក្រក់នឹងនាំឲ្យយើងអាក្រក់ផងដែរដោយដែលលោកសាវកពលបានលើកឡើងអញ្ចឹងចូលយើងប្រកបគ្នាជាមួយនឹងគ្រីស្ទបរិស័ទឯទៀតចុះលោកសាវកពលបានលើកឡើងក្នុងសម្បត្តិទៅកាន់លោកធីម៉ូថេថា
ចូលឲ្យរត់ពីសេចក្តីស្រើបស្រាលរបស់ក្មេងៗចេញហើយដេញតាមសេចក្តីសុចរិតជំនឿសេចក្តីស្រឡាញ់និងសេចក្តីមេត្រីជាមួយនឹងអស់អ្នកដែលអំពាវនាវដល់ព្រះអង្គម្ចាស់អំពីចិត្តដ៏បរិសុទ្ធវិញយោងតាមបទព្រះគម្ពីរធីម៉ូថេខ្សែទី2ជំពូក2ខ22ចាបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាកាលណាមនុស្សដែលមិនជឿលើព្រះយេស៊ូវគ្រីស្ទចង់បានអ្វីមួយភាគច្រើនគេនឹងព្យាយាមឲ្យបានភ្លាមភាគច្រើនគេមិនចង់រងចាំនោះទេព្រោះគេមិនចេះអត់ធ្មត់ប៉ុន្តែយើងដែលជាអ្នកជឿលើអង្គព្រះយេស៊ូវគ្រីស្ទវិញយើងចង់បាននៅអ្វីដែលមាននៅអនាគតការធ្វើបែបនេះបង្ហាញថាយើងកំពុងតែរងចាំការយាងមកវិញជាលើកទី2របស់អង្គព្រះយេស៊ូវគ្រីស្ទព្រះអង្គបានសុគតហើយបានមានព្រះជន្មរស់ឡើងវិញហើយឥឡូវនេះព្រះអង្គមានព្រះវត្តមាននៅនគរឋានសួគ៌យើងនឹងរងចាំដល់ទីបញ្ចប់នៃលោកីយ៍នេះដែលពេលនោះព្រះអង្គនឹងបង្កើតស្ថានសួគ៌ថ្មីនិងផែនដីថ្មីបាទបងប្អូនអ្នកស្ដាប់វាជាការសំខាន់ណាស់ដែលយើងប្រកបគ្នាជាមួយនឹងគ្រីស្ទបរិស័ទផ្សេងៗទៀតនោះព្រោះការនេះនឹងនាំឲ្យយើងលូតលាស់ផ្នែកឯសេចក្តីជំនឿហើយមានចិត្តអត់ធ្មត់ដោយដែលមានចែងនៅក្នុងកាន់គម្ពីរហេព្រើរជំពូក10ខ24ដល់ខ25បានចែងថាហើយត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរដើម្បីនឹងបណ្ដាលឲ្យមានសេចក្តីស្រឡាញ់ហើយឲ្យប្រព្រឹត្តការល្អផងឥតលែងប្រជុំគ្នាដូចជាអ្នកខ្លះធ្លាប់នោះឡើយត្រូវឲ្យកម្លាចិត្តគ្នាវិញឲ្យកាន់តែខ្លាំងឡើងផងតាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយចាចំពោះចំណុចទី4ចំណុចមួយទៀតដែលយើងអាចធ្វើក្នុងនាមជាគ្រីស្ទបរិស័ទគឺយើងត្រូវតែអធិដ្ឋានព្រោះការនោះនឹងនាំឲ្យយើងបានលូតលាស់ហើយមានចិត្តអត់ធ្មត់ភាពអត់ធ្មត់និងការអធិដ្ឋានមានទំនាក់ទំនងជាមួយគ្នាយើងរងចាំដោយសារយើងមិនទាន់ទទួលបានដូច្នេះហើយបានជាយើងទូលសូមឲ្យព្រះអង្គប្រទានមកការអធិដ្ឋានគឺជាការចាំបាច់សម្រាប់យើងដែលចង់មានចិត្តអត់ធ្មត់នៅពេលដែលយើងខ្វះអ្វីមួយដែលព្រះអង្គសប្បុរហឫទ័យប្រទានឲ្យយើងមានចូលយើងទូលសូមព្រះអង្គនោះទ្រង់នឹងសប្បុរហឫទ័យប្រទានមកយើងជាក់ជាមិនខានយើងក៏បានដឹងហើយថាព្រះអង្គសប្បុរហឫទ័យឲ្យយើងមានចិត្តអត់ធ្មត់ដូច្នេះចូលយើងទូលសូមព្រះអង្គឲ្យបំពេញយើងឲ្យយើងមានចិត្តអត់ធ្មត់ផងដែរហើយនៅពេលដែលយើងមានតម្រូវការណាមួយក្នុងជីវិតចូលយើងបង្វែរចិត្តខ្លួនឯងដោយបដិញ្ញាចិត្តរងចាំជាជាងមិនចង់រងចាំចោះហើយតាមរយៈការអធិដ្ឋាននោះយើងនឹងមានចិត្តអត់ធ្មត់បានបាទចំពោះចំណុចទី5ចំណុចមួយទៀតដែលជួយឲ្យយើងចេះមានចិត្តអត់ធ្មត់គឺការដែលយើងនឹកចាំសេចក្តីសន្យារបស់ព្រះអង្គចំពោះអស់អ្នកណាដែលរងចាំទ្រង់ប្រសិនបើយើងចង់មានចិត្តអត់ធ្មត់ដាច់ខាតយើងត្រូវមានសង្ឃឹមដ៏ជាក់លាក់មួយពិសេសចា៎ហើយយើងត្រូវដាក់សង្ឃឹមរបស់យើងលើព្រះអង្គម្ចាស់ផ្ទាល់សេចក្តីសន្យារបស់ព្រះនឹងធ្វើឲ្យយើងចេះរងចាំបានចូលស្ដាប់ពីសេចក្តីសន្យានៅក្នុងព្រះគម្ពីរចំពោះអស់អ្នកណាដែលរងចាំនឹងមានសង្ឃឹមដល់ព្រះនាមព្រះយេស៊ូវគ្រីស្ទចំពោះអស់អ្នកណាដែលមានសង្ឃឹមលើព្រះអង្គជឿលើសេចក្តីសន្យាទាំងប៉ុន្មានដែលមានចែងជាច្រើនក្នុងព្រះគម្ពីរដែលព្រះអង្គសន្យាចំពោះអស់អ្នកណាដែលរងចាំពួកគេនឹងអាចរងចាំបានពីព្រោះបានទុកចិត្តលើព្រះអង្គហើយមានក្តីសង្ឃឹមយ៉ាងជាក់លាក់នៅអនាគតដោយសារព្រះអង្គបានសន្យាថាបិទព្រះអង្គមិនកុហកយើងឡើយចាប្រិយមិត្តស្ដាប់អ្វីដែលទ្រង់សន្យានោះនឹងកើតឡើងមែននឹងមានថ្ងៃមួយដែលគ្រប់ទាំងបញ្ហាគ្រប់ទាំងរឿងអាក្រក់និងអ្វីដែលខូចនៅក្នុងជីវិតរបស់យើងនឹងប្រែត្រឡប់ទៅជាត្រូវវិញមិនថាជីវិតនេះស្រួលឬក៏ការអាក្រក់នៅមានកើតឡើងរាល់ថ្ងៃក្តីក៏ព្រះអង្គនៅតែកំពុងធ្វើការដើម្បីសេរីល្អរបស់ទ្រង់ក្នុងជីវិតរបស់យើងផងដែរប្រសិនបើយើងទុកចិត្តព្រះអង្គនោះមានន័យថាយើងចេះមានការអត់ធ្មត់ហើយត្រឹមត្រូវណាស់ពិសីចាបងតើអ្នកបានធ្វើអ្វីខ្លះក្នុងសប្តាហ៍នេះដើម្បីឲ្យកាន់តែមានចិត្តអត់ធ្មត់ខ្លាំងឡើងជាងមុននោះការកាន់តែមានចិត្តអត់ធ្មត់មិនមែនជាការដែលយើងព្យាយាមធ្វើដោយពឹងលើសាច់ឈាមប្រាជ្ញាចំណេះដឹងរបស់ខ្លួនយើងនោះឡើយហើយក៏មិនមែនជាការដែលយើងព្យាយាមសង្គ្រោះខ្លួនឯងនោះដែរពិសីប៉ុន្តែគឺជាការដែលយើងពឹងលើព្រះគ្រីស្ទទ្រង់ជួយជាជំនួយយើងវិញសំណួរនេះគឺសួរទៅកាន់អស់អ្នកដែលបានទទួលជឿលើអង្គព្រះយេស៊ូវគ្រីស្ទហើយថាព្រោះយើងមានទំនួលខុសត្រូវក្នុងការព្យាយាមដើរទៅរកព្រះអង្គដែលនេះមានន័យថាយើងមិនអាចនៅអង្គុយស្ងៀមបានឡើយដូច្នេះតើសប្តាហ៍ថ្ងៃនេះយើងកំពុងតែធ្វើអ្វីដើម្បីឲ្យខ្លួនកាន់តែលូតលាស់ជាងមុនតាមរយៈការនិយាយស្ដីនឹងគ្នានិងការលើកទឹកចិត្តគ្នាទៅវិញទៅមកក្នុងក្រុមជំនុំគឺជាជំនួយមួយក្នុងការលូតលាស់នៃសេចក្តីជំនឿ
បាទបងប្អូនអ្នកស្ដាប់មេរៀនរបស់យើងនៅថ្ងៃនេះបានបញ្ចប់ហើយសង្ឃឹមថាមេរៀនរបស់យើងនៅថ្ងៃនេះនឹងជួយលើកទឹកចិត្តនិងផ្ដល់មេរៀនល្អដល់បងប្អូនពីការប្រកបក្នុងព្រះអង្គម្ចាស់ផងដែរបងប្អូនអ្នកស្ដាប់ពេលនេះសូមបងប្អូនបានចូលរួមអធិដ្ឋានជាមួយនឹងពិសីសូមបងប្អូនបានដាក់ចិត្តហើយសូមប្រាជ្ញាឲ្យយើងបានចេះអត់ធ្មត់តាមរយៈការអធិដ្ឋានជាមួយពិសីឥឡូវនេះសូមអញ្ជើញព្រះវរបិតាដែលគង់នៅស្ថានសួគ៌គុណសូមអរព្រះគុណទ្រង់សម្រាប់មេរៀននៅថ្ងៃនេះដែលបង្រៀនកូនទាំងអស់គ្នាពីការប្រកបពិតប្រាកដនៅក្នុងទ្រង់និងភាពអត់ធ្មត់សូមឲ្យកូនទាំងអស់គ្នានៅតែរក្សាភាពអត់ធ្មត់ជាមួយគ្នានិងរងចាំការឆ្លើយតបពីទ្រង់ដោយភាពអត់ធ្មត់ផងដែរគុណសូមថ្វាយបងប្អូនអ្នកស្ដាប់ទាំងអស់ទៅក្នុងព្រះហស្ថដ៏មានអំណាចព្រះជេស្តារបស់ទ្រង់សូមគុំគ្រងនឹងការពារបងប្អូនទាំងអស់ពីការអាក្រក់ទាំងឡាយផងគុណសូមអធិដ្ឋានក្នុងព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនបាទកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមបានដល់ពេលវេលាដែលត្រូវគោរពលាដល់បងប្អូនស្ត្រីហើយចា៎យើងទាំងពីរនាក់សង្ឃឹមថាកម្មវិធីរបស់យើងនៅថ្ងៃនេះនឹងបានលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាហើយក៏សង្ឃឹមថាបងប្អូននឹងយកអ្វីដែលយើងខ្ញុំបានជម្រាបជូននៅថ្ងៃនេះទៅពិចារណាជាមួយគ្នាផងដែរចា៎ប្រសិនបើបងប្អូនមានចម្ងល់ឬមានអ្វីចង់ឲ្យយើងខ្ញុំអធិដ្ឋានឲ្យបងប្អូនអាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ092 60 60 51ឬតាមរយៈ Telegram លេខ092 60 60 51ឬតាមរយៈ Facebook Page TikTok និង YouTube ឈ្មោះកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមនោះយើងនឹងរីករាយស្វាគមន៍ដល់អ្នកកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមផលិតឡើងដោយអង្គការសកលកម្ពុជាកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមសូមលំអរកាយជម្រាបលាប្រិយមិត្តអ្នកស្ដាប់ត្រឹមតែប៉ុណ្ណេះសិនចាសសន្យាថានឹងវិលមកជួបគ្នាម្ដងទៀតនៅសប្ដាហ៍ក្រោយតាមពេលវេលាដដែលនិងម៉ោងដដែលរស់នៅត្រូវតែមានសង្ឃឹមសូមជម្រាបលាសូមព្រះប្រទានពរ